ចូលដល់ខែភ្លៀងធ្លាក់បងប្អូនអញ្ចឹងបន្លែព្រៃក៏សម្បូរទៅដែរហើយនេះទៅសារឃើញអាដើមស្លឹកប្រោះស្វាបងប្អូនអ្នកខ្លះស្គាល់អ្នកខ្លះស្គាល់ណាអញ្ចឹងយើងមកធ្វើញ៉ាំប្រោះស្វាត្រីដែងញ៉ាំទាំងអស់គ្នាបងប្អូនហើយអ្នកអត់ចេះអាចមើលវីដេអូនេះដល់ចប់បានខ្ញុំនឹងប្រាប់ពីរបៀបធ្វើហើយរសជាតិនេះឆ្ងាញ់បងប្អូនញ៉ាំមួយបាយក៏បានធ្វើជារបស់ក្លែមក៏បានញ៉ាំលេងពេលថ្ងៃក៏បានអញ្ចឹងគ្រឿងផ្សំយើងគឺមានត្រីខ្ញុំទិញត្រីដែងនឹងពីហ្នឹងជិតកន្លះគីឡូហើយត្រីដែងយើងធ្វើលាងម្អិលវាស្អាតមកយើងយកទៅអាំងខ្ញុំចាប់ផ្ដើមកាត់ភ្លើងរួចមកដាក់អាំងត្រីនឹងឲ្យឆ្អិនណាបងប្អូនយើងដាក់អាំងត្រីនឹងទៅឲ្យឆ្អិនអញ្ចឹងណាប្រែឆ្អិនមួយខាងចំប្រែអញ្ចឹងត្រីយើងវាអត់ខ្សោះទេបន្ទាប់ពីត្រីយើងឆ្អិនហើយយើងចាប់ផ្ដើមមកធ្វើគ្រឿងផ្សំវិញដំបូងយើងគោលសំខាន់គឺមានស្លឹកប្រោះស្វានឹងឯងហើយមានក្រងមានមេអ៊ូមានអីនឹងឯងហើយនឹងត្រីដែងអាហ្នឹងគ្រឿងផ្សំសំខាន់បន្ទាប់មកខ្ញុំចាប់ផ្ដើមធ្វើការហាន់ស្លឹកប្រោះស្វាហ្នឹងឲ្យវារៀងមកល្អិតតូចមកល្មមអ្នកដែលគាត់ធ្លាប់ញ៉ាំអាចសាកល្បងធ្វើញ៉ាំបានបងប្អូនរសជាតិវាប្រហែលឈ្ងុយអាស្លឹកហ្នឹងហើយខ្ញុំធ្វើការបេះជាមួយត្រីដែងយើងបេះយកឆ្អឹងចេញអស់មកយើងយកទៅសាច់ទៅបានហើយអាកន្លែងគៀនខ្នងឆ្អឹងខ្នងវាហ្នឹងក៏ឆ្អឹងដែរហ្នឹងយើងកុំយកតាសាច់ត្រីទៅបានហើយបងប្អូនជៀសវាងការស្លាក់កអញ្ចឹងណាបន្ទាប់ពីយើងរៀបចំរួចអស់ហើយឥឡូវយើងចាប់ផ្ដើមដាក់លាយគ្រឿងតែម្ដងយើងចាក់ស្លឹកប្រោះស្វានឹងចូលបន្ទាប់មកខ្ញុំដាក់ក្រងនោះមានមេអ៊ូមានអីនឹងឯងលីពងតិចហើយធ្វើការដាក់ត្រីជាមួយនឹងម្ទេសខ្ទឹមដែលយើងច្រាំរួចណាបងប្អូនហើយមេអ៊ូក្រងហ្នឹងគឺវាអត់ជូរទេដោយសារយើងមានតែមេអ៊ូនិងពងវាអត់មានមេក្រងអញ្ចឹងវាអត់ជូរទេអញ្ចឹងយើងត្រូវការថែមគ្រឿងបន្តទៀតមានជាមួយនឹងទឹកប្រហុកនេះយើងស្ងោរវាសិនណាបងប្អូនខ្ញុំដាក់ចំនួន5ស្លាបព្រាបាយបន្ទាប់មកទៀតស្ករសនឹងជិត1ស្លាបព្រាបាយបងប្អូនហើយប៊ីចេងហ្នឹងចំនួនកន្លះស្លាបព្រាបាយហើយបងប្អូនលេខលោកទៅតាមហ្នឹងអញ្ចឹងណាហើយទឹកត្រីហ្នឹង1ស្លាបព្រាបាយដែរអ្នកដែលគាត់ញ៉ាំសណ្តែកដីអាចដាក់សណ្តែកដីបានតែថ្ងៃនេះខ្ញុំអត់ចង់ញ៉ាំសណ្តែកដីទេអញ្ចឹងខ្ញុំអត់ដាក់ទេហើយខ្ញុំបន្ថែមក្រូចឆ្មាដោយសារដូចខ្ញុំនិយាយអញ្ចឹងថាក្រងហ្នឹងវាអត់ជូរទេដោយសារវាមានតែមេវាអត់មានអាងក្រងអាជូរវាមានតែមេអ៊ូមានអីអញ្ចឹងវាអត់ជូរទេហើយយើងធ្វើការច្របល់លាយគ្រឿងវាឲ្យសព្វហើយភ្លក់តាមចំណូលចិត្តរសជាតិវាអត់យកផ្អែមពេកទេនិយាយទៅរសជាតិមកល្មមបងប្អូនប្រៃជូរហឹរមកឆ្ងាញ់អញ្ចឹងញ៉ាំប្រស្វាពងក្រងយើងរួចជាស្រេចបងប្អូនចង់ធ្វើឲ្យសាកល្បងធ្វើបានហើយខ្ញុំអាដួដាក់ចានឲ្យបានថតដោយសារថតឲ្យវាអត់ជាប់អរគុណ